ឲ្យតែចូលដល់ខែចែកគឺថាឃ្មុំព្រៃចង្អេរគឺចាប់ផ្ដើមកាចហើយបងប្អូនហើយនៅពេលដែលសត្វឃ្មុំចាប់ផ្ដើមកាចយើងអ្នកឡើងយកក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរបានជួបមកសបុកនេះហាមិនតូចមិនធំហើយនិយាយថាឆ្ងាញ់មាត់ណាបងប្អូនទៀងទឹកទៀងសាច់ជាពិសេសទឹករបស់វានឹងគឺថាក្អបឈ្ងុយឆ្ងាញ់ពិសាណាទឹកឃ្មុំនេះរដូវកាលខែចែកនេះចាប់ផ្ដើមឡើងខាប់ហើយបងប្អូនមកលើកនេះហាបងប្អូនអត់សូវហ៊ានខ្លាំងដៃដូចមុនទេដោយសារតែឃើញឃ្មុំកាចអញ្ចឹងខ្ញុំត្រូវតែពាក់អាវ3ជាន់ហើយផ្សែងគប់វិញគឺត្រូវតែហុយចាក់ជុកតែម្ដងបើមិនអញ្ចឹងទេគឺមិនអាចទប់ទល់ឃ្មុំព្រៃចង្អេរដែលកំពុងតែកាចបានទេឃ្មុំព្រៃចង្អេរមកសបុកនេះអត់ពិបាកឡើងទេបងប្អូនព្រោះមានវល្លិមានអីតោងជាប់នឹងដើមឈើពេលយើងឡើងដើមឈើយើងមិនចាំបាច់អោបដើមឈើខ្លាំងទេយើងតោងទៅវល្លិឲ្យជាប់ទៅគឺដល់ចុងឈើតែម្ដងឡើងដើមឈើទូដើមឈើធំប៉ុណ្ណាក៏ដោយឲ្យតែមានវល្លិជាប់នឹងដើមឈើនឹងគឺនៅតែឡើងរួចបានដូចគ្នាព្រោះពេលឡើងនឹងយើងតោងទៅវល្លិឲ្យជាប់ទៅយើងឡើងបានហើយបងប្អូនមើលនេះកាចណាបងប្អូនវាលោតស្រិកប៉ុន្តែมันឈ្នះផ្សែងទេដាក់ផ្សែងឲ្យហុយជុកខ្លាំងដាក់ចិត្តវាទៅព្រុលអស់លីងមួយសម្បុកនេះពេលមេហើចេញអស់ផ្លិតសម្បុកឡើងសស្គោះខ្ចីញញសស្គោះដូចស្រីលាបលេអញ្ចឹងសាច់គេវិញមហាសែនខ្ចីបើបានដាក់ចូលមាត់ខ្ទិះជាតិឆ្ងាញ់ខ្លាំងមែនតែនហ្មងហើយខ្ញុំអត់ទុកទេបងប្អូនខ្ញុំយកទាំងក្បាលទឹកយកទាំងសាច់ហើយពេលយកបានខ្ញុំលក់ទៅទឹកទេចំណែកឯសាច់វិញក៏អត់លក់ឲ្យណាដែរគឺខ្ញុំទុកហូបខ្លួនឯងបន្ទាប់ពីបោះមេឃ្មុំចេញពីសបុកអស់ទៅគឺខ្ញុំចាប់ផ្ដើមសរេសរងកន្លែងអង្គុយឲ្យបានស្រួលបួលហើយក៏ខ្ញុំចាប់ផ្ដើមកាត់ក្បាលទឹកកាត់សាច់វាអីចឹងណាបងប្អូនហើយចំពោះការយកវិញអត់ទាំងអក់ទេគឺត្រូវតែលឿនបន្ទាប់ពីជាក្បាលទឹករបស់វាដាក់ចូលកូនធុងពេត្រូហើយគឺខ្ញុំចាប់ផ្ដើមកាត់សាច់របស់វាម្ដងសាច់នេះគឺថាមហាខ្ចីសែនខ្ចីខ្លាំងមែនតើបងប្អូនហើយពេលកាត់នឹងគឺថាមហាសែនថ្នមព្រោះវាខ្ចីខ្លាំងពេកសំបីតែយកដៃកាន់នឹងក៏ឡើងជ្រិចបែកហ្មងណាហើយពេលកាត់រួចបងប្អូនឡើងធ្ងន់កន្ទុកទុកពេញដៃត្មងពេលកាត់រួចចាប់ផ្ដើមស្លន់យកគ្នាត្មងបងប្អូននឹងដៃវាកាន់សាច់ឃ្មុំឡើងធ្ងន់ហើយមេឃ្មុំចាប់ផ្ដើមចោមរោមខ្ញុំខ្លាំងជាងមុនហើយដោយសារតែគប់អស់ផ្សែងក៏សម្រាប់ចិត្តតលាក់ទឹកដីប្រោកបែកខ្ចាយខ្ទេចខ្ទីតែម្ដងបងប្អូនហើយឥឡូវនេះបេសកកម្មឡើងយកឃ្មុំរបស់ខ្ញុំត្រូវបានបញ្ចប់ហើយខ្ញុំអត់ប្រអែប្រអងរងចាំយូរទេដោយសារណាមួយគប់ចាប់ដើមអស់ផ្សែងទៅហើយគឺខ្ញុំត្រូវតែបញ្ញាប់ស្រាយធុងពីចុងឈើយកចុះទៅក្រោមវិញហើយមុននឹងចាក់ចេញពីកន្លែងឃ្មុំនឹងឲ្យឆ្ងាយនឹងគឺខ្ញុំអត់ភ្លេចទេជាមួយនឹងសាច់ឃ្មុំដែលខ្ញុំបានបោះពីលើចុងឈើអំបែងមិញវាធ្លាក់ត្រូវរើសឈើបងប្អូនបែកខ្ចាយឡើងខ្ទេចខ្ទីវល់សាច់អស់ហ្មងបន្ទាប់ពីយើងយកឃ្មុំរួចហើយអត់តន់ចប់ទេបងប្អូនគឺយើងត្រូវតែកាពិទឹកឃ្មុំហើយនឹងសាច់ឃ្មុំរត់ទៅកន្លែងណាដែលសត្វឃ្មុំអត់អាចតាមយើងដល់ណាហើយបន្ទាប់ពីខ្ញុំរត់គេចឆ្ងាយពីសត្វឃ្មុំហើយគឺខ្ញុំចាប់ផ្ដើមសរេសរងសាច់បែកក៏ទុកមកដុំផ្សេងទៅហើយក្បាលទឹកឃ្មុំហ្នឹងគឺខ្ញុំចាប់ផ្ដើមច្បាច់ភ្លាមតែម្ដងអត់មានយកទៅទេសឲ្យបានច្បាច់ទេបន្ទាប់ពីវីដេអូឡើងយកឃ្មុំរបស់ខ្ញុំផ្ទុះមាន view រហូតដល់2លានមានបងប្អូនជាច្រើនបានឆាតមករកទិញទឹកឃ្មុំខ្ញុំហើយខ្ញុំបានឃើញបងប្អូនខ្លះគឺគាត់មករកទិញទាំងដុំក្បាលទឹកអញ្ចឹងណានិយាយដែលស្មោះត្រង់ទៅណាបងប្អូនគឺខ្ញុំអត់ចង់លក់ទេអាចលក់ទាំងដុំក្បាលទឹកអញ្ចឹងគឺខ្ញុំចូលចិត្តលក់ជាលក្ខណៈទឹកដែលច្របាច់រួចហើយច្រត់ដបថ្លឹងជាលីត្រខ្ញុំលក់គិតជាលីត្រអីអញ្ចឹងណាបងប្អូន
ប៉ុន្តែបើបងប្អូនត្រូវការទិញដុំក្បាលទឹកក៏ខ្ញុំមានលក់ដែរប៉ុន្តែការលក់របស់ខ្ញុំហ្នឹងគឺតម្លៃរបស់វារៀងខ្ពស់ជាងទឹកដែលច្បាច់ហើយខ្ញុំលក់នេះគឺលក់គិតជាគីឡូខ្ញុំគិតថាបើសិនជាបងប្អូនមិនចង់ខាតទេបងប្អូនទិញជាលីត្រពីខ្ញុំទៅបានចំណេញហើយទឹកឃ្មុំសុទ្ធល្អដូចតែគ្នាហ្នឹងបើបងប្អូនទិញជាដុំពីខ្ញុំប្រកាសជាខាតហើយព្រោះខ្ញុំលក់អាដុំទឹកហ្នឹងតម្លៃខ្ពស់ជាងទឹកដែលច្បាច់ហើយរបស់សុទ្ធណាបងប្អូនទោះបីជាច្បាច់ដាក់ច្រកដបហើយក៏នៅតែសុទ្ធដែរទឹកឃ្មុំខាងខ្ញុំគឺខ្ញុំលក់សុទ្ធបានលក់ជូនភ្ញៀវបើអត់សុទ្ធគឺខ្ញុំអត់លក់ទេខ្ញុំដឹងថាបងប្អូនចង់ទិញអាដុំក្បាលទឹកពីខ្ញុំហ្នឹងព្រោះគាត់ចង់ឲ្យកក់ក្ដៅទុកចិត្តថាជារបស់សុទ្ធប៉ុន្តែខ្ញុំវាមិនចង់លក់អញ្ចឹងវាពិបាកយកចេញពីព្រៃនេះបងប្អូនបន្ទាប់ពីច្បាច់ហើយទឹករបស់វាគឺបានតែប៉ុណ្្នឹងទេហើយចង់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាថាទឹកឃ្មុំពេលចូលដល់រដូវកាលខែចែកហ្នឹងគឺលែងពណ៌លឿងដូចមុនហើយគឺពណ៌របស់វាចាប់ផ្ដើមឡើងក្រហមហើយខាប់ជាងមុនប៉ុន្តែទឹកឃ្មុំទូរាវឬខាប់មិនសំខាន់ទេសំខាន់គឺសុទ្ធទឹកឃ្មុំចន្លោះខែ2ខែ3រៀងរាវប៉ុន្តែនៅពេលដែលចូលដល់ខែ4ខែ5គឺចាប់ផ្ដើមខាប់ហើយឡើងពណ៌ក្រហមពេលយកបានថ្មីភ្លាមអញ្ចឹងគឺខ្ញុំអត់យកទៅទេឲ្យបានច្បាច់ទេគឺខ្ញុំច្បាច់នៅនឹងព្រៃតែម្ដងច្បាច់រួចទៅក៏យើងយកវាមកច្រោះចាក់ចូលក្នុងកានជាមួយនឹងស្បៃកណាត់មុងមួយអញ្ចឹងណាហើយមកសបុកហ្នឹងគឺបានតែប៉ុណ្្នឹងទេមកក្តិតកូនកានអីហ្នឹងខ្ញុំបញ្ជាក់ណាបងប្អូនទឹកឃ្មុំរបស់ខ្ញុំគឺខ្ញុំលក់ម្នាក់ឯងគឺខ្ញុំអត់មានតំណែងចែកចាយយកទៅលក់តតាមសាខាទេអញ្ចឹងបើសិនជាមានករណីណាមានអ្នកណាម្នាក់យកទឹកឃ្មុំលក់ឲ្យបងប្អូនហើយយកឈ្មោះរបស់ខ្ញុំទៅប្រើបងប្អូនកុំទិញព្រោះហ្នឹងមិនមែនជាទឹកឃ្មុំរបស់ខ្ញុំទេបើបងប្អូនចង់បានទឹកឃ្មុំតតែឆាតទិញចូលផេកផ្ទាល់ជាមួយខ្ញុំបានទឹកឃ្មុំពីខ្ញុំរាល់ថ្ងៃនេះទឹកឃ្មុំខ្ញុំលក់គឺខ្ញុំលក់តម្លៃរាយខ្ញុំអត់មានលក់បោះដុំបោះតឲ្យណាគេយកទៅលក់តទេបន្ទាប់ពីច្បាច់ទឹកឃ្មុំច្រកចូលកានរួចអស់ហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមញ៉ាំសាច់ដែលបានបោះទម្លាក់ទៅលើចុងឈើបាយខ្ទេចខ្ទីយមនុស្សក៏ញ៉ាំឆ្កែក៏ញ៉ាំទាំងឆ្កែញ៉ាំទាំងមនុស្សនិយាយរំទៅសាច់ឃ្មុំបងប្អូនអាម្ចាស់ក៏ចូលចិត្តអាឆ្កែក៏ចូលចិត្តចូលចិត្តទាំងឆ្កែចូលចិត្តទាំងម្ចាស់បងប្អូនមើលទៅមាត់វាស៊ីដូចថាឆ្ងាញ់មាត់ដល់កហើយពួកវានេះឲ្យតែបានសាច់ឃ្មុំនិយាយពីថាស៊ីមិនដកមាត់ទេងាប់បែកបាត់ហើយធ្វើមកស៊ីកាត់អីចឹងបំផ្លាញជួយម៉ាយ